រឿងព្រំដែនទាហានថៃក៏ឃ្លានម្ដងហើយម្ដងទៀតបំពេញចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំកម្ពុជាចាត់ទុកសកម្មភាពទាហានថៃដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃ150នាក់ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំនៅព្រឹកថ្ងៃទី27ខែមិថុនានេះគឺជាការបំពេញយ៉ាងច្បាស់លើការព្រមព្រៀងរវាងភាគីទាំងពីរដែលបានកំណត់ពេលវេលាជាក់លាក់អំពីការបើកឲ្យចូលប្រាសាទចាប់ពីម៉ោង9ព្រឹកនិងបិទនៅម៉ោង3រសៀលកិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថាប្រសិនបើមានករណីសុំពន្យាពេលឬការរៀបចំពិសេសណាមួយភាគីទាំងពីរត្រូវតែជូនដំណឹងនិងឯកភាពគ្នាជាមុនដើម្បីធានាបាននូវការសម្របសម្រួលដោយរលូននិងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើងបន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះកងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗប្រកបដោយការទទួលខុសត្រូវយោគយល់និងវិជ្ជាជីវៈខ្ពស់ដោយបានរំលឹកភាគីថៃឲ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយជាលទ្ធផលក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះក៏បានចាក់ចេញពីតំបន់ប្រាសាទដោយមិនមានហេតុផលអ្វីកើតឡើងទេកម្ពុជាស្នើឲ្យភាគីថៃប្រកាន់ភ្ជាប់នៅលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះឲ្យបានម៉ឺងម៉ាត់ប្រកបដោយតម្លាភាពនិងភាពស្មោះត្រង់ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់និងគោរពគ្នាទៅវិញទៅមកជៀសវាងការយល់ច្រឡំដែលចាំបាច់និងទប់ស្កាត់ឧបទ្ទវហេតុអកុសលទាំងឡាយជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។